ពុកម្នាក់បានឲ្យលុយ10000រៀលទៅឲ្យកូនហើយប្រាប់កូនថាចូលកូនយកលុយនោះទៅបោះចោលនៅក្នុងអណ្ដូងមុខផ្ទះយើងកូនក៏យកលុយ10000រៀលទៅបោះចោលនៅក្នុងអណ្ដូងតាមសម្ដីពុកហើយក៏ត្រឡប់មកផ្ទះវិញពុកបានសួរទៅកូនថាតើកូនមានអារម្មណ៍បែបណាដែរកូនក៏និយាយថាគ្មានអារម្មណ៍អីទេគឺអារម្មណ៍ធម្មតាព្រឹកស្អែកឪពុកដដែលបានឲ្យលុយកូនរហូតដល់20000រៀលហើយបានប្រាប់កូនថាចូលកូនយកលុយ20000រៀលនោះទៅបោះចោលនៅក្នុងអណ្ដូងដូចមុនពេលនោះកូនក៏យកលុយនោះទៅបោះចោលនៅក្នុងអណ្ដូងដូចមុនហើយក៏ត្រឡប់មករកឪពុកវិញឪពុកសួរថាតើកូនមានអារម្មណ៍បែបណាដែរកូនឆ្លើយដដែលថាគ្មានអារម្មណ៍អីទេអារម្មណ៍ធម្មតាលុះស្អែកឡើងឪពុកឲ្យក្រូចកូនចំនួន5ផ្លែហើយប្រាប់កូនថាចូលកូនយកក្រូចនោះទៅលក់ឲ្យអ្នកភូមិក្នុងមួយផ្លែគឺ1000រៀលពេលកូនលក់បានប្រាក់ត្រូវយកប្រាក់នោះមកជួបឪពុកនៅផ្ទះរបស់យើងពុកមានរង្វាន់ពិសេសជូនកូនកូនលឺហើយក៏ប្រញាប់ចេញពីផ្ទះទៅលក់ផ្លែក្រូចតាមបណ្ដាំពុកកូនតូចដើរលក់ក្រូចតាំងពីព្រឹករហូតដល់ថ្ងៃត្រង់នៅក្នុងភូមិគឺសម្បូរក្រូចណាស់អ្នកភូមិមិនសូវអ្នកណាចង់ញ៉ាំក្រូចទេកូនតូចដើរលក់តាំងពីព្រឹករហូតដល់ថ្ងៃក្តៅខ្លាំងទីបំផុតគេក៏លក់បានប្រាក់ចំនួន5000រៀលក្មេងតូចអស់ណាស់ក៏ត្រឡប់មកផ្ទះវិញដើម្បីជួបឪពុករបស់គេពុកបានឃើញសភាពកូនដើរកាត់